ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនិយាយអំពីអ្វីទៅគឺជាសេលេញ៉ូមគឺជាជាតិរ៉ែមួយប្រភេទដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពរាងកាយតម្រូវការចាំបាច់ប្រចាំថ្ងៃនៃជាតិរ៉ែនេះសម្រាប់មនុស្សពេញវ័យគឺ 0.055 មីលីក្រាមក្នុងមួយថ្ងៃបរិមាណខ្ពស់បំផុតនៃជាតិរ៉ែនេះក្នុងមួយថ្ងៃ 0.4 មីលីក្រាមបើលើសពីនេះអាចបង្កជាបញ្ហាពុលសេលេញ៉ូមបានហេតុអ្វីពុកម៉ែបងប្អូនចាំបាច់ទទួលទានអាហារដែលមានជាតិសេលេញ៉ូមខ្ញុំនឹងជម្រាបប្រាប់ជូនពីអត្ថប្រយោជន៍នៃសារធាតុរ៉ែមួយនេះទី1ជួយទប់ស្កាត់ជំងឺមហារីកជាតិរ៉ែសេលេញ៉ូមបង្ហាញសកម្មភាពប្រឆាំងនឹងជំងឺមហារីកសុដន់មហារីកសួតមហារីកក្រពេញប្រូស្តាតមហារីកពោះវៀនធំនិងមហារីកស្បែកជាតិរ៉ែនេះត្រូវបានគេរកឃើញថាមានឥទ្ធិពលខ្លាំងណាស់លើការទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតមហារីកក្រពេញប្រូស្តាតភាគច្រើនកើតលើបុរសដោយសារតែស្ត្រីអត់មានប្រូស្តាតដែលអាចកើតបានទេពុកម៉ែបងប្អូនអញ្ចឹងកើតទៅលើតែបុរសតែប៉ុណ្ណោះហើយពេលដែលគាត់មានវ័យកាន់តែចាស់អាយុ50ឆ្នាំឡើងទៅគួរតែទៅតាមដានពិនិត្យសុខភាពជាប្រចាំដើម្បីបង្ការជំងឺមហារីកក្រពេញប្រូស្តាតនេះក៏ព្រោះតែសេលេញ៉ូមមានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសមាសធាតុម្យ៉ាងហៅថាសេលេណូប្រូតេអ៊ីន2ជួយពង្រឹងសុខភាពសរសៃឈាមបេះដូងសេលេញ៉ូមអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងតាមរយៈលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុកបន្ថែមពីនេះសេលេណូប្រូតេអ៊ីននៃសេលេញ៉ូមជួយទប់ស្កាត់ការឡើងកម្រិតនៃកូលេស្តេរ៉ុលមិនល្អការរលាកសរសៃឈាមនិងជំងឺក្រិនសរសៃឈាមអន្ទះវាក៏ជួយសម្រាលភាព stress ក្នុងបេះដូងតាមរយៈការប្រយុទ្ធប្រឆាំងនឹងប្រភេទអុកស៊ីសែនដែលមានប្រតិកម្មក្នុងបេះដូងទី3គឺល្អសម្រាប់សុខភាពខួរក្បាលសមាសធាតុសេលេណូប្រូតេអ៊ីននៃសេលេញ៉ូមជួយប្រឆាំងដំណើរការអុកស៊ីដាធីវ stress ដែលជួយទប់ស្កាត់បញ្ហាធ្លាក់ចុះនៃមុខងារយល់ដឹងពាក់ព័ន្ធនឹងកត្តាវ័យក្នុងករណីកង្វះសេលេញ៉ូមក្នុងរាងកាយគឺមានតែខួរក្បាលតែប៉ុណ្ណោះដែលជាសរីរាង្គផ្ទុកជាតិរ៉ែបានយូរបំផុតនេះជាលទ្ធផលបង្ហាញពីតួនាទីនៃសេលេញ៉ូមក្នុងសុខភាពខួរក្បាលជាតិរ៉ែសេលេញ៉ូមក៏ដើរតួនាទីក្នុងការសម្យោគក្លូតាស្យូនប៉េរ៉ូស៊ីដាស៊ីសដែលជាអង់ស៊ីមប្រឆាំងអុកស៊ីតកម្មសំខាន់បំផុតមួយក្នុងជាលិកាខួរក្បាលអង់ស៊ីមទាំងនេះកាត់បន្ថយការប្រមូលផ្ដុំប្រភេទនៃអុកស៊ីសែនដែលបង្កប្រតិកម្មក្នុងខួរក្បាល4ធ្វើឲ្យមុខងារនៃក្រពេញធីរ៉ូអ៊ីតកាន់តែមានលក្ខណៈប្រសើរឡើងក្រពេញធីរ៉ូអ៊ីតមានផ្ទុកបរិមាណសេលេញ៉ូមខ្ពស់បំផុតក្នុង1ក្រាមនៃជាលិកាការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថាការទទួលទានសេលេញ៉ូមអាចជួយជំរុញមុខងារធីរ៉ូអ៊ីតជាពិសេសសម្រាប់បុគ្គលដែលមានបញ្ហាក្រពេញធីរ៉ូអ៊ីតចាស់ដូចជានឹងខ្ញុំជាដើមពង្រឹងប្រព័ន្ធភាពផ្សំរាងកាយសេលេញ៉ូមអាចជួយពង្រឹងប្រព័ន្ធភាពផ្សំរាងកាយតាមរយៈសមាសធាតុសេលេណូប្រូតេអ៊ីនរបស់វាសេលេញ៉ូមមិនត្រឹមតែពង្រឹងប្រព័ន្ធភាពផ្សំតែមួយមុខប៉ុណ្ណោះទេប៉ុន្តែវាក៏គ្រប់គ្រងការឆ្លើយតបលើកម្រិតនៃប្រព័ន្ធភាពផ្សំនិងការរលាករ៉ាំរ៉ៃផងដែរជាតិរ៉ែនេះក៏មានឥទ្ធិពលលើគ្រប់សមាសធាតុទាំងអស់នៃប្រព័ន្ធភាពផ្សំរាងកាយផងដែរអាហារដែលជាប្រភពដ៏ប្រសើរបំផុតនៃសេលេញ៉ូមរួមមានគ្រឿងសមុទ្រជាពិសេសបង្គាសាច់គោសាច់មាន់ស៊ុតត្រីសាច់ជ្រូកទឹកដោះគោផ្កាកណ្ណាខៀវនិងបន្លែផ្សេងៗជាដើមចា៎ពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំគឺសូមបញ្ចប់ត្រឹមតែប៉ុណ្នេះនាងខ្ញុំមីងហងសូមអរគុណកាយគ្រប់លាជួបនាងខ្ញុំក្នុងវីដេអូក្រោយទៀតបាយបាយ